ចូលចិត្តផាត់មុខប៉ុន្តែខ្ជិលលាងមុខពីរតង់ហ្មងណាបើចង់ស្អាតកុំខ្ជិលការលាងមុខពីរតង់សំខាន់ហ្មងចាការសម្អាតមុខពីរតង់ដែលយើងហៅថា double cleansing ហ្នឹងគឺពិតជាសំខាន់មែនតែម្ដងដោយសារវាមិនត្រឹមតែលាងជំរះនៅកាកសំណល់ make up ទេសូម្បីតែ sunscreen ដែលយើងលាបប្រចាំថ្ងៃហ្នឹងក៏វាលាងជំរះ sunscreen ហ្នឹងបានល្អផងដែរក្រៅពីហ្នឹងទៅទៀតវាជួយលាងជំរះនៅធូលីដីជាតិញើសនិងធ្វើឲ្យស្បែករបស់យើងមានតុល្យភាពល្អការដែលយើងសម្អាតមុខមិនបានស្អាតគឺពិតជាមានផលប៉ះពាល់មែនតែដល់ស្បែកមុខចាគឺវាអាចបណ្ដាលឲ្យមុខរបស់យើងនឹងស្ទះរុនរោមនៅពេលដែលស្ទះរុនរោមគឺអាចបង្កើតជាបញ្ហាមុនកើតឡើងចាហើយមិនត្រឹមតែប៉ុណ្្នឹងទេនៅពេលដែលបងប្អូនលាងជំរះអាសារធាតុបំពុលពីបរិយាកាសអត់បានស្អាតល្អអាចធ្វើឲ្យស្បែករបស់បងប្អូនងាយរងប្រតិកម្មព្រមទាំងងាយបង្កើតនូវស្នាមជាជ្រុញផងដែរហើយក្រៅពីនឹងផងដែរនៅពេលដែលបងប្អូនប្រើប្រាស់ជាប្រភេទសេរ៉ូមឬក៏គ្រីមថែរក្សាស្បែកអីផ្សេងហ្នឹងអត់បានជ្រាបចូលទៅស្បែកបានល្អទេចាហើយអាតុល្យភាពនៃស្បែករបស់យើងក៏ចាប់ដើមអន់ថយតាមនឹងដែរអញ្ចឹងកុំភ្លេចអារឿងថែរក្សាស្បែកនេះមួយសំខាន់ការលាងសម្អាតមុខគឺរឹតតែសំខាន់ពីមុនណាស់ដែរនឹងសោះថាមានអត្ថប្រយោជន៍ច្រើនណាស់ថានឹងតែប៉ុណ្ណឹងជឹកខ្ជិលទៀតហើយអ្នកទាំងគ្នាកុំខ្ជិលឲ្យសោះក្នុងការលាងសម្អាតមុខពីរតង់ហើយបើដឹងជ្រើសរើសជាមួយនឹងផលិតផលណាល្អទេខ្ញុំ recommend EC Beauty Cleansing Balm ដែលជាផលិតផលរបស់ប្រទេសជប៉ុន organic សុទ្ធ 100% សំខាន់លាងឲ្យអត់ស្ងួតមុខអីអញ្ចឹងអ្នកគ្នាអាចជឿទុកចិត្តបានណា